Most of us aren't even aware of the UK logistics industry, yet it's one of the most successful sectors in UK business. Logistics affects nearly every aspect of our daily lives. It's quite literally all around us all the time. បញ្ជូនដោយផ្ទាល់ណាត្រូវការដឹកជញ្ជូនត្រូវការធ្វើផែនការវិច្ចប់ត្រូវការបិទស្លាកសញ្ញាសម្គាល់ត្រូវការរក្សាទុកក្នុងឃ្លាំងមុនចេញដំណើរត្រូវការរត់ការគយត្រូវការដឹងពីឯកសារបែបបទដែលត្រូវនាំចេញត្រូវការដឹងពីឯកសារបែបបទដែលត្រូវនាំចូលទើបអាចនាំតំណែងហ្នឹងពីប្រទេសមួយដែលយើងផលិតឲ្យផ្គត់ផ្គង់ទៅឲ្យ customer របស់យើងនៅប្រទេសមួយទៀតចុះបើសិនណាជាអត់មានអ្នកប្រតិបត្តិជាក់ស្ដែងនៅក្នុងហ្នឹងបានន័យថាបើសិនណាជាអត់មានក្រុម logistics សួរថាតើផែនការរបស់ supply chain ហ្នឹងអាចសម្រេចគោលដៅបានទេវាមិនអាចសម្រេចគោលដៅបានទេឃើញទេអញ្ចឹងគឺ logistics ហ្នឹងគាត់គ្រប់គ្រងផែនការអ្នកណាគេគាត់គ្រប់គ្រងសកម្មភាពអ្នកណាគេគាត់គ្រប់គ្រងសកម្មភាពផែនការរបស់ supply chain ក្រុម supply chain ហ្នឹងឯង supply chain គាត់គ្រប់គ្រងឲ្យអ្នកណាគេគាត់គ្រប់គ្រងឲ្យផែនការធ្វើ business ចាប់ផ្ដើមគ្រាដំបូងដែលក្រុមហ៊ុនប្រធានក្រុមហ៊ុនគាត់សញ្ញេផ្គត់ផ្គង់សម្ភារៈឲ្យ customer ឃើញទេអញ្ចឹងសួរថាបើសិនណាជានៅក្នុង business ហ្នឹងអត់មាន logistics អត់មានក្រុម supply chain សួរថាគោលដៅ business ហ្នឹងអាចសម្រេចបានទេតកែណាប្រធានក្រុមហ៊ុនគាត់សញ្ញេកុងត្រាជាមួយគេហើយណាតើគាត់អាចធ្វើតាមកិច្ចសន្យាក្នុងកុងត្រាបានដោយការបញ្ជូនតំណែងឲ្យ customer គាត់បានទេបើសិនណាជាពីខាងក្រោមនេះអាពណ៌បៃតងហើយពណ៌ស្លាទុំនេះអត់បានគ្រប់គ្រងដល់សកម្មភាពរបស់គាត់អញ្ចឹងយើងមើលឥឡូវយើងមើលសរុបឡើងវិញអញ្ចឹងយើងមើលសកម្មភាព